ទីផ្សារហ៊ុនថៃ SET Index នឹងជួបប្រទះនៃមហន្តរាយហិរញ្ញវត្ថុដែលមិនធ្លាប់មាននេះគឺជាការវិភាគលម្អិតអំពីកម្រិតនៃការធ្លាក់ចុះនិងចំណាត់ការរបស់ក្រុមអ្នកវិនិយោគដាក់ទៅលើរដ្ឋាភិបាលថៃ 1. ស្ថានភាពទីផ្សារហ៊ុនថៃ SET Index នៅពេលនេះប្រសិនបើយើងមើលទៅលើតារាងហ៊ុនគឺវាមានពណ៌ក្រហមឆ្អិន Red Sea ទាំងស្រុងការធ្លាក់ចុះសន្ទុះសំណក់ហ៊ុនអាចនឹងធ្លាក់ចុះលើសពី100ពិន្ទុក្នុងមួយថ្ងៃឬប្រហែលដក 8% តែដក 10% ការធ្លាក់កម្រិតនេះនឹងធ្វើឲ្យប្រព័ន្ធ Circuit Breaker ប្រព័ន្ធបិទផ្សារស្វ័យប្រវត្តិដំណើរការភ្លាមដើម្បីផ្អាកការលក់ដូរជាបណ្ដោះអាសន្នកុំឲ្យតម្លៃធ្លាក់ដល់បាតការខាតបង់ទំហំទឹកប្រាក់រាប់ពាន់លានដុល្លារបានរលាយត្រឹមតែប៉ុន្មានម៉ោងភាគហ៊ុនធំដូចជា PTT ប្រេង AOT ប្រលានយន្តហោះនិងធនាគារធំ SCB K-Bank នឹងត្រូវគេលក់ចោលដោយគ្មានអ្នកហ៊ានទិញចូល 2. ចំណាត់ការរបស់អ្នកវិនិយោគបរទេសអ្នកវិនិយោគបរទេសអាមេរិកអឺរ៉ុបជប៉ុនចិនគ្មានមនោសញ្ចេតនាជាមួយរដ្ឋាភិបាលថៃទេពួកគេនឹងមានប្រតិកម្មយ៉ាងក្តីគគុក 1. ការដកទុនចេញភ្លាម Capital Flight ពួកគេនឹងបញ្ជាឲ្យលក់ហ៊ុននិងលក់សញ្ញាបត្ររដ្ឋាភិបាលថៃចោលទាំងអស់ដើម្បីបដូរយកលុយដុល្លារវិញសកម្មភាពនេះនឹងធ្វើឲ្យលុយបាតថៃធ្លាក់ថ្លៃយ៉ាងគំហុក 2. ការដាក់សញ្ញា Uninvestable ស្ថាប័នហិរញ្ញវត្ថុធំដូចជា Morgan Stanley ឬ Bloomberg នឹងចេញរបាយការណ៍ព្រមានថាប្រទេសថៃជាតំបន់សង្គ្រាមមិនគួរវិនិយោគទេនេះជាការបិទផ្លូវដង្ហើមសេដ្ឋកិច្ចពីក្រៅប្រទេស 3. ចំណាត់ការរបស់អ្នកវិនិយោគក្នុងស្រុកសេដ្ឋីថៃនេះគឺជាចំណុចដែលគ្រោះថ្នាក់បំផុតសម្រាប់រដ្ឋាភិបាលថៃក្រុមសេដ្ឋីថៃ Tycoons ដែលជាម្ចាស់ក្រុមហ៊ុនធំដូចជា CP Group, Central Group, Thai Bev ពួកគេនឹងមិននៅស្ងៀមឲ្យទ្រព្យសម្បត្តិពួកគេរលាយទេ 1. ការដាក់សម្ពាធនយោបាយសភាពាណិជ្ជកម្មថៃនិងសហព័ន្ធឧស្សាហកម្មថៃនឹងកោះប្រជុំបន្ទាន់និងចេញញត្តិទាមទារឲ្យរដ្ឋាភិបាលបញ្ឈប់សង្គ្រាមនិងចូលចរចាជាបន្ទាន់ 2. ការបង្កើនការគាំទ្រពួកគេនឹងឈប់ទិញសញ្ញាបត្ររដ្ឋ Government Bonds នេះមានន័យថារដ្ឋាភិបាលថៃនឹងដាច់លុយសម្រាប់ទិញគ្រាប់និងប្រេងចក្រយន្តហោះ F-16 នៅក្នុងរយៈពេលខាងមុខ 3. ការគាំទ្រចលនាប្រឆាំងប្រសិនបើរដ្ឋាភិបាលនៅតែរឹងរូសបន្តសង្គ្រាមក្រុមអ្នកជំនួញទាំងនេះអាចនឹងផ្ដល់ថវិកាដល់គណៈបកប្រឆាំងឬគាំទ្រឲ្យមានរដ្ឋប្រហារដែលជារឿងធម្មតានៅថៃដើម្បីផ្លាស់ប្ដូរមេដឹកនាំថ្មីដែលការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់ពួកគេ 4. ផលវិបាកចំពោះរដ្ឋាភិបាលថៃនៅពេលដែលកងទ័ពចង់ច្បាំងប៉ុន្តែអ្នករកស៊ីចង់ឈប់រដ្ឋាភិបាលថៃនឹងស្ថិតនៅក្នុងស្ថានភាពតល់ច្រកកង្វះថវិកាផ្សារហ៊ុនដួលរលំស្មារតីបាត់បង់ចំនួនពន្ធយ៉ាងច្រើនបាតុកម្មបុគ្គលិករាប់លានអ្នកដែលបម្រើក្នុងក្រុមហ៊ុនឯកជននឹងភ័យខ្លាចបាត់បង់ការងារនិងចេញមកធ្វើបាតុកម្មប្រឆាំងសង្គ្រាមសន្និដ្ឋានការធ្លាក់ចុះនៃផ្សារហ៊ុននៅពេលនេះគឺជាសាលក្រមសេដ្ឋកិច្ចដែលកាត់ក្តីថារដ្ឋាភិបាលថៃកំពុងដើរផ្លូវខុសក្រុមអ្នកវិនិយោគនឹងប្រើប្រាស់អំណាចលុយដើម្បីបិទផ្លូវរដ្ឋាភិបាលមិនឲ្យបន្តសង្គ្រាមបានយូរឡើយសង្គ្រាមគ្រាប់កំភ្លើងអាចអូសបន្លាយបានប៉ុន្តែសង្គ្រាមសេដ្ឋកិច្ចនឹងបញ្ចប់រដ្ឋាភិបាលថៃនៅក្នុងពេលខ្លី